យកសពឃើញទិញខោអាវទៅជុះមិនវិញបងបាទសម្បត្តិមួយនេះល្អតាគួរឲ្យចាប់អារម្មណ៍ណាស់ហើយអរគុណបងអូនចន្ទរីដែលបានចែករំលែកសម្បត្តិនេះតាមតម្រាអាវទៅជុះគឺជានិមិត្តរូបនៃការរៀនសូត្រពីបទពិសោធន៍ពីអតីតកាលមកធ្វើជាមេរៀនកសាងជីវិតថ្មីឲ្យល្អបងអូនចន្ទរីបងសូមសរសើរបងអូនណាបងអត់មែនបញ្ចោបងអូនទេហើយគ្រាន់តែបងនិយាយតាមអត្ថន័យសម្បត្តិថាបងអូនចន្ទរីជាមនុស្សម្នាក់ដែលគិតបានវែងឆ្ងាយចូលចិត្តសំចៃណាចេះប្រើប្រាស់ធនធានដែលខ្លួនមានឲ្យមានប្រយោជន៍ហើយបងសូមឲ្យចន្ទរីត្រៀមខ្លួនណាចន្ទរីឆាប់នេះបងអូនមានលិទ្ធធំហើយអញ្ចឹងសូមបងអូនប្រើភាពវៃឆ្លាតរបស់បងអូនហ្នឹងទទួលយកលៀបនោះផងបងដឹងថាចន្ទរីបងអូនពេញចិត្តនៅអ្វីដែលបងអូនកំពុងមានឬអ្វីដែលបងអូនបានធ្វើរួចហើយមែនទេសុភមង្គលពិតរបស់បងអូនមិនមែនលើរបស់ថ្មីទេគឺនៅត្រង់តម្លៃនិងប្រយោជន៍នឹងឯងដែលបងអូនអាចបង្កើតបានពីរបស់ដែលបងអូនមានស្រាប់បើបងសួរចន្ទរីមួយចង់សួរចន្ទរីមួយថាអូនជាអ្នកកែច្នៃឬក៏ជាអ្នកចូលចិត្តកែច្នៃដែររងឯងបើមានរបស់អីកែច្នៃចែកបងប្រើផងបានអត់និយាយលេងទេសរុបមកសម្បត្តិហ្នឹងវាជាសារល្អមួយណាអូនណាដែលប្រាប់ថាពេលវេលាដ៏ល្អបំផុតសម្រាប់បងអូនក្នុងការប្រមូលផលនិងការចាប់ផ្ដើមរឿងថ្មីដោយផ្អែកលើបទពិសោធន៍ដ៏មានតម្លៃពីអតីតកាលបានមកដល់ហើយយល់ទេបងអូននឹងជួបតែភាពកក់ក្ដៅនិងអារម្មណ៍រីករាយជាប់ចិត្តជាមួយសមិទ្ធផលដែលបងអូនខំសាងឡើងណាបងមានប៉ុណ្ណឹងអរគុណច្រើនបងអូន